ជំរាបសួរពុកម៉ែបងប្អូនមកថ្ងៃនេះជួបជាមួយឆេបសមាជទៀតហើយបាទថ្ងៃនេះបានមឹកបងប្អូនអើយមឹកធំណាស់ហើយនេះថ្ងៃនេះអបមឹកចំហុយមឹកជាមួយទៅជូកមកសួរឲ្យប្រពន្ធម្ដងមើលឲ្យវាប្លែកតិចបងប្អូនអើយឥឡូវយើងបានមឹកមកយើងស្អាតមែនតិចបងប្អូនអើយលាងវាឲ្យស្អាតបកអាក្រហមនឹងចោលអស់ដើម្បីយើងយកមើលវាលាងវាពីបន្ទឹកទៅបងប្អូនបាទភ្នែកយើងជាវាក្រវត្តចោលទៅភ្នែកវាហ្នឹងក្បាលវាមឹកវាហ្នឹងយើងជាឲ្យស្អាតមកបិចចេញអស់បងប្អូនហើយលាង3 4ទឹកទៅមឹកហ្នឹងមឹកវាក្លិនវាបានទេក្លិនវាបាទហើយយើងលាងហើយលាងទៀតឥឡូវឡើងសស្គូសបងប្អូនហើយបកឡើងស្អាតហេងបាទឥឡូវយើងចាប់ដើមលាងទៅជ្រូក3ជាន់បងប្អូនយកមកច្រាមយើងលាងវាបន្ទឹក2ទឹកទៅលាងស្អាតកោសវាឲ្យស្អាតតិចទៅបាទថ្ងៃនេះយើងមានធ្វើមឹកពេញក្រមុំបាទគេថាមឹកផើមកបងប្អូនម្ហូបនេះដែរត្រូវជាមួយស្រីណាបងប្អូនអើយគាត់ចូលចិត្តណាស់បាទម្ហូបយើងថ្ងៃនេះមឹកពេញក្រមុំបាទឥឡូវយើងចាប់ដើមលាងជ្រុញលាងឲ្យស្អាតបាទមានផ្សិតខ្មៅមានជាកណ្ដុលមានម្សួរទៅជ្រូក3ជាន់យើងចាប់ដើមច្រាមចូលគ្នាទៅបងប្អូនបាទឥឡូវយើងជាស្បែកជ្រូកក្រវត្តចោលយើងហាន់វាស្ដើងស្រួលច្រាមឆាប់ម៉ត់បាទឥឡូវប៉ាំងប៉ិតបងប្អូនដាក់ញប់ស្មែបងមកនេះជិបអូចអើយបងប្អូនឃើញវីដេអូនេះអូកាត់យប់ហេវទៀតអើយព្រោះបាទបងប្អូនអើយហេវមិនធ្វើតាមនេះស្នាច់ខ្លះទៅព្រោះដាក់ទៅឆ្ងាញ់ណាស់បងប្អូនបាទឥឡូវយើងច្រាមជ្រូកម៉ត់ហើយយើងដាក់កជាកណ្ដោហើយនឹងទឹកខ្មៅបងប្អូនយើងច្រាមចូលគ្នាចូលលបាយតែមួយទៅបងប្អូនបាទឥឡូវយើងច្រាមជាកណ្ដោជាមួយទឹកជ្រូកទឹកខ្មៅជាមួយគ្នាឲ្យវាចូលលបាយទៅមួយបងប្អូនបាទឥឡូវយើងច្រាមម៉ត់ហើយយើងដាក់ម្សួរចូលបងប្អូនបាទម្សួរយើងដាក់វាមកយកច្រាមជាមួយសាច់ជ្រូកជាមួយទឹកខ្មៅជាមួយពុះជាមួយជាកដោបងប្អូនច្រាមម៉ត់ទៅហ្មងបងប្អូនបាទឥឡូវយើងច្រាមហើយពុកប៉ាក់ចិត្តម៉ត់ហើយបងប្អូនអើយបាទចិត្តម៉ត់ហើយបាទឥឡូវយើងម៉ត់ហើយយើងថែមខ្ទឹមសនេះបងប្អូនកាត់ក្លិនឈ្ងុយបងក្លិនឆ្អាបបងហ្នឹងយើងច្រាមជាមួយអាសាច់ជ្រូកច្រាមជាមួយម្សួរច្រាមជាមួយទឹកខ្មៅហ្នឹងឲ្យវាចូលលបាយតែមួយបងប្អូនបាទឥឡូវយើងច្រាមម៉ត់ហើយចាប់ដុសវាដាក់កធុនមួយបងប្អូនហើយយើងសម្រាប់យកមកលាយគ្រឿងបាទឥឡូវយើងដាក់ស្ករបន្តិចប៊ីចេងបន្តិចបាទយើងដាក់រ៉ូឌីបន្តិចមកបងប្អូនបាទយើងដាក់អំបិលបន្តិចមកយើងដាក់ម្រេចបន្តិចទៅបាទដើម្បីឲ្យវាមានជាតិប្រៃផ្អែមល្មមក្នុងហ្នឹងបាទចឹងយើងយកញាត់ទៅក្នុងមឹកបងប្អូនហើយបាទឥឡូវយើងចាប់ផ្ដើមវាដាក់គ្រឿងយើងដាក់ស្អ៊ីវតិចយកឈ្ងុយព្រោះទឹកស្អ៊ីវដាក់ទៅឈ្ងុយបងវិញខ្យងមកណាបងប្អូនហើយឥឡូវយើងដាក់វាលាយគ្នាគ្រឿងគ្រប់ហើយយើងឲ្យតំបល់វាចូលលបាយតែមួយបងប្អូនហើយវាគ្រឿងខ្សប់ជាមួយសាច់ច្រាមរបស់យើងហ្នឹងដល់ពេលយើងច្រាមវាម៉ត់ហើយយើងយកវាមកលបល់វាចូលគ្នាយើងចាប់តាមញាត់បាទបងប្អូនហើយសុំទោះដែរបងប្អូនណាវាអត់មានស្រោមដៃទិញវាអស់ទៅដល់អញ្ចឹងមានដៃ5ម៉ែចែកឲ្យមកមានហ្នឹងញាត់ដៃចូលទៅប៉ិនមហូបធ្វើហូបខ្លួនឯងទេបងប្អូនអើយអត់អីទេបាទឥឡូវយើងញាត់មឹកចូលហើយអស់ហ្នឹងយើងចាប់ផ្ដើមយកចំហុយបាទទឹកចំហុយយើងដាក់វាទឹកក្រូចសើចតិចទៅគួរតែខីទៅបាទដើម្បីយកវាក្លិនឈ្ងុយឥឡូវយើងរៀបមឹកហើយយើងរៀបមឹកចូលក្នុងឆ្នាំងចំហុយបិទគឹបដំណើរណាបងប្អូនហើយបាទឥឡូវយើងចំហុយមឹកចោលហើយហ្នឹងយើងចាប់ផ្ដើមមកធ្វើបន្លែទីទួចទៅបាទមានត្រសក់មានការ៉ុតមានជីណាមានលឹកខ្ទឹមបាទឡើងមានបន្លែខ្លះទៅយើងហូបសាច់ពេកវាមិនកើតទេបងប្អូនដាក់បន្លែខ្លះវាមានជាតិផ្ទាប់ឲ្យវាឆ្ងាញ់អញ្ចឹងបងប្អូនបាទឥឡូវយើងធ្វើបន្លែធ្វើឲ្យហើយនេះរៀបវាដាក់ចូលថាសមឹកឆ្អិនល្មមបាទធ្វើបន្លែធ្វើឲ្យមឹកឆ្អិនល្មមល្អណាស់មកឆ្លោះប៉ុណ្ណេះស្មាច់អីក៏មឹកពុះវាប៉ោងប៉ុណ្ណេះស្មាច់អីក៏ពុះមឹកបាទឥឡូវយើងយកจิ้មយើងអាំងវាស្ងួតទឹកបានឈ្ងុយបងប្អូនมันឆ្ងាញ់បាទឥឡូវយើងសោះលាបបន្តិចបាទវាមានជាតិមើលទៅគឺនឹងដំណងទេបងប្អូនបាទឥឡូវយើងស្អិនហើយបងប្អូនអើយយើងចាប់ដាក់ចានបាទហើយទៅត្រីកោះកុងនេះបុកឲ្យបានបុកឲ្យបងប្អូនមើលទេថ្ងៃមុនយើងធ្វើប្រអប់បកងអំបិលម្ទេសនោះវានៅសល់អាទឹកត្រីកោះកុងជាលក់មើមដំណងណាបងប្អូនហើយបងណាឡើងប៉ោងស្ទល់ប៉ុណ្នេះស្មាច់ហើយអើយឈ្ងុយណាស់បងប្អូនអើយឈ្ងុយណាស់ភ្លក់មួយមុនប្រពន្ធមួយទុកឲ្យប្រពន្ធតិចតួចបានណាដាក់មួយអូយម៉ាំងម៉ាត់អូយមើលមាត់ដេករាល់បងប្អូនអើយបងប្អូនអូសឃើញដល់កកហើយ
បាទអរគុណច្រើនបងប្អូនដែលមើលវីដេអូខ្ញុំបើឃើញវីដេអូនេះពេញចិត្តបងប្អូនជួយ share ផងបាទខ្ញុំបាទនេះស្មាច់សូមអរគុណច្រើនបាយបាយ